បានឈ្មោះគុណសុគៀនជាអាចារ្យធំនៅវត្តវេលុគង្គវារាមអូរស័យក្រុងកញ្ចេះខេត្តកញ្ចេះថ្ងៃនេះគឺជាថ្ងៃល្អណាស់សម្រាប់ប្រជាជាតិកម្ពុជាដោយជាថ្ងៃដែលត្រូវប្រារព្ធធ្វើពិធីសច្ចកិរិយាមានន័យថាពាក្យពិតទៅដើម្បីនឹងចង់បានសុខសន្តិភាពសម្រាប់ជាជនកម្ពុជាទាំងមូលក្នុងនាមខ្ញុំបាទក៏ដូចជាបរិវត្តទាំងអស់ឬក៏ពុទ្ធសាសនិកអ្នកគោរពជឿកាន់ពុទ្ធសាសនាគឺចង់បានសុខសន្តិភាពពីព្រោះទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាណដ្ឋិសន្តិប្រាំងសុខੰបើពុំមានសេចក្តីសុខប្រតិណាក្រៅអំពីសេចក្តីស្ងប់ឡើយដូច្នេះមិនថាតែនៅលើសកលលោកឬក៏ប្រទេសកម្ពុជាទេតែងតែចង់បានសុខសន្តិភាពខ្ញុំបាទក៏ដូចជាប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់តែងតែជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលលោកតែងតែខ្នះខ្នែងបាទគ្រប់កលៈទេសៈទាំងអស់ឬក៏ក្នុងការដឹកនាំបាទនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពហើយក៏សូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឬក៏ពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជានឹងសូមលោកជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោធិបតីលោកតែងតែអំពាវនាវបាទប្រាប់ដល់សហគមន៍អន្តរជាតិដើម្បីចូលរួមក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា